សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមានកម្មវិធីមួយដែលល្អចង់បង្ហាញបងប្អូនពីរបៀបក្នុងការ download វីដេអូពី TikTok ដោយអត់ជាប់ logo ណាអញ្ចឹងយើងគ្រាន់តែធ្វើការចូលជាមួយនឹង Play Store ហើយវាយពាក្យថា Snaptik បាទអញ្ចឹងបន្ទាប់មកយើងគ្រាន់តែធ្វើការ search មកបងប្អូនណាដើម្បីយើងស្វែងរកកម្មវិធីមួយហ្នឹងហើយត្រង់ចំណុចនេះគឺបងប្អូនមើលត្រង់ចំណុចខាងក្រោមដែលគេដាក់ថា download video no watermark HD បាទយើងចុចត្រង់ចំណុចហ្នឹងហើយយើងធ្វើការតម្លើងមកអញ្ចឹងបន្ទាប់ពីយើងធ្វើការតម្លើងនៅកម្មវិធីហ្នឹងរួចរាល់ហើយបងប្អូនគ្រាន់តែធ្វើការចុចពាក្យថា open ហើយបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការ follow តាមការណែនាំរបស់វាមកត្រង់ចំណុចនេះគឺខ្ញុំសូម select ទៅលើភាសាអង់គ្លេសហើយខ្ញុំចុចសញ្ញាគ្រីសនៅខាងលើបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការចុចពាក្យថា continue អញ្ចឹងបងប្អូនចុចតាមហ្នឹងមកបាទហើយយើងចុច continue ទៀតចុចពាក្យថា let's go បន្ទាប់មកទៀតយើងចុចពាក្យថា get start បាទហើយយើងចុចពាក្យ agree បន្តទៀតមកហើយបន្តមកទៀតយើងចុចពាក្យថា allow ហើយអញ្ចឹងត្រង់ចំណុចនេះគឺវាបង្ហាញឲ្យយើងហើយគឺយើងគ្រាន់តែ copy link ទេបាទអញ្ចឹងនៅពេលដែលយើងប្រើប្រាស់កម្មវិធីមួយហ្នឹងគឺយើងគ្រាន់តែ copy link ពីក្នុង TikTok បាទអញ្ចឹងត្រង់ចំណុចនេះបងប្អូនមើលខាងលើគេដាក់ថា copy link ណា to download ដើម្បីយើង download វីដេអូណាអញ្ចឹងខ្ញុំសូមចេញកម្មវិធីមួយហ្នឹងហើយចូលទៅកម្មវិធី TikTok ដើម្បីធ្វើការ copy link ពីវីដេអូណាបាទវីដេអូណាដែលបងប្អូនពេញចិត្តយើងចុចត្រង់សញ្ញាព្រួយបាទបន្ទាប់មកទៀតយើងយកពាក្យថា copy link បាទរូបសញ្ញា copy link នឹងមកបន្ទាប់មកទៀតយើង scroll វាចេញហើយយើងចូលទៅកម្មវិធីនឹងមកបាទបន្ទាប់មកវានឹងធ្វើការ download ឲ្យយើងតែម្ដងបងប្អូនណាបាទយើងចុច continue app ហ្នឹងមកអញ្ចឹងយើងមិនបាច់ចាំ pass link ចូលក្នុងហ្នឹងទេគឺវាភ្ជាប់ឲ្យអូតូតែម្ដងហើយវាកំពុងតែដំណើរការឲ្យបងប្អូនហើយត្រង់ខាងលើហ្នឹងដែលគេដាក់ថា no watermark ហ្នឹងតែម្ដងហើយវាកំពុងតែដំណើរការយើងគ្រាន់តែចុចពាក្យថា download នៅខាងក្រោមមកអញ្ចឹងគ្រាន់តែរងចាំបន្តិចទៅហើយវីដេអូហ្នឹងវានឹងធ្វើការ download ឲ្យយើងតែម្ដងបាទហើយចំពោះគុណភាពវិញគឺល្អHD បាទយើងយកទៅប្រើប្រាស់បានអញ្ចឹងណាបងប្អូន logo ក៏អត់ជាប់ដែរអញ្ចឹងបន្ទាប់ពីយើងធ្វើការតម្លើងបាទឬក៏យើង download កម្មវិធីហ្នឹងហើយគឺបងប្អូនចុចកន្លែងសញ្ញាព្រួយនៅខាងលើមកបាទអញ្ចឹងយើងកន្លែងនេះយើងចុចខ្វែងក៏បានដែរបងប្អូនសូមចុចកន្លែងសញ្ញាព្រួយនៅខាងលើដើម្បីយើងទៅមើលកន្លែងវីដេអូដែលយើងបានធ្វើការ download មុនហ្នឹងបាទហើយនេះគឺជាវីដេអូដែលយើងបានធ្វើការ download បងប្អូនអាចចុចមើលបានបាទអូខេវីដេអូនេះគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូនពីរបៀបក្នុងការ download វីដេអូពី TikTok ដោយអត់ជាប់ logo អញ្ចឹងណាបងប្អូនអរគុណច្រើន